អ្នករាំពីររូបកំពុងប្រកួតគ្នានៅលើវាលស្មៅដ៏ធំដោយភាគីទាំងសងខាងបានចុះកិច្ចសន្យារស់ស្លាប់ជាមួយគ្នានៅខាងស្ដាំគឺជាកំពូលអ្នកខ្លាំងសត្វស្លាបលេខាចំណែកខាងឆ្វេងដែលវែងអន្លាយនោះគឺអាហាហើឬសត្វពស់អាហាហើបានបើកពពាររបស់វាឡើងដើម្បីបញ្ចេញការព្រមានដ៏អស់សង្ឃឹមសត្វស្លាបលេខាបានគេចចេញនិងថយក្រោយយ៉ាងរហ័សនៅលើសមរភូមិនេះភាពរហ័សច្បាស់និងសាហាវគឺជាកត្តាសំខាន់ក្នុងការសម្រេចចាញ់ឈ្នះសត្វស្លាបលេខាងើបក្បាលឡើងពើងទ្រូងនិងលាតស្លាបដ៏ធំភ្នែកសម្លឹងមើលមុខអាហាហើដើម្បីអានរាល់ការផ្លាស់ប្ដូរបន្តិចបន្តួចអាហាហើកវីក្បាលបក់កន្ទុយហើយស្ទុះទៅខំយ៉ាងខ្លាំងរួចក៏ថយក្រោយវិញយ៉ាងលឿនដើម្បីការពារខ្លួនសត្វស្លាបលេខាបានប្រើក្បាច់ទាត់បន្តបន្ទាប់គ្មានស្រមោលទៅលើគូប្រកួតចំណែកអាហាហើក៏វាយបកទៅលើជើងរបស់វាវិញតើនរណានឹងក្លាយជាអ្នកឈ្នះចុងក្រោយគេសត្វស្លាបលេខាប្រើជើងទាត់ទៅលើក្បាលអាហាហើដូចជាអ្នកប្រដាល់ដែលកំពុងវាស់ចម្ងាយចេញចូលអាហាហើហាក់ដូចជាមានប្រតិកម្មយឺតជាងបន្តិចសត្វស្លាបលេខាលាតស្លាបប្រវែង5ម៉ែត្រដើម្បីរក្សាតុល្យភាពស្របពេលដែលភ្នែកសម្លឹងមើលរាល់សកម្មភាពរបស់អាហាហើការវាយឆ្មក់ដ៏សាហាវរបស់អាហាហើមិញនេះស្ទើរតែធ្វើឲ្យសត្វស្លាបលេខាទៅជួបដូនតាបាត់ទៅហើយសំណាងហើយដែលសត្វស្លាបលេខាមានប្រតិកម្មរហ័សទើបគេចផុតពីគ្រោះថ្នាក់ជើងដ៏វែងប្រវែង3ម៉ែត្ររបស់សត្វស្លាបលេខាគឺត្រូវបានបង្កើតឡើងសម្រាប់វាយប្រហារសត្វស្លាបលេខាខឹងសម្បាយ៉ាងខ្លាំងវាចាប់ផ្ដើមលោតចុះឡើងលើវាលស្មៅរួចប្រើកម្លាំងជើងទាំងពីរលោតទាត់ទៅលើអាហាហើអោនក្បាលចុះខំកញ្ញាំជើងរបស់សត្វស្លាបលេខារួចងើបឡើងវិញយ៉ាងលឿនដើម្បីការពារបន្ទាប់មកវាក៏ស្ទុះទៅខំករបស់សត្វស្លាបលេខាម្ដងប៉ុន្តែរាល់សកម្មភាពរបស់វាគឺខំបានត្រឹមតែខ្យល់ប៉ុណ្ណោះសត្វស្លាបលេខារត់ចុះឡើងឆ្វេងស្ដាំដើម្បីគេចពីការវាយប្រហារអាហាហើធ្វើចលនាជារាងអក្សរ S យ៉ាងរហ័សរហួនដើម្បីព្យាយាមខំសត្វស្លាបលេខាឲ្យបានប៉ុន្តែបែរជាត្រូវសត្វស្លាបលេខាទះចុះទះឡើងដូចជាគេលេងបាល់អញ្ចឹងសត្វស្លាបលេខាបក់ស្លាបរាងកាយរបស់វាដូចជាធ្នូដែលកំពុងយាជើងលោតចុះឡើងជាបន្តបន្ទាប់ដើម្បីបង្អាក់ការវាយលុករបស់អាហាហើសត្វស្លាបលេខាត្រូវការតែការវាយចំគោលដៅតែមួយលើកប៉ុណ្ណោះដើម្បីបញ្ចប់ការប្រកួតដ៏ល្អឥតខ្ចោះនេះភាគីទាំងសងខាងកំពុងស្ទាបស្ទង់គ្នាទៅវិញទៅមកដើម្បីរងចាំឱកាសវាយប្រហារឲ្យស្លាប់ក្នុងមួយក្បាច់បន្ទាប់ពីការទះជាបន្តបន្ទាប់របស់សត្វស្លាបលេខាអាហាហើចាប់ផ្ដើមលើកក្បាលចូលដូចជាអណ្ដើកអញ្ចឹងសត្វស្លាបលេខានឹងមិននៅស្ងៀមក្នុងកន្លែងដែលអាហាហើរំពឹងទុកនោះទេស្លាបរបស់វាបើកហើយបិទបង្កើតបានជាវាំងនោនដែលផ្លាស់ទីបានវាមិនត្រឹមតែប្រើជើងទេថែមទាំងប្រើចំពុះចឹកទៅលើអាហាហើទៀតផងសំឡេងរោមស្លាបបោកបក់សម្ោរបស់វាធ្វើឲ្យភ្នែករបស់សត្វពស់ស្វាំងពេលនេះការប្រយុទ្ធបានឈានដល់ពាក់កណ្ដាលផ្លូវហើយកំពូលអ្នកខ្លាំងទាំងពីរនៅតែមិនទាន់ដឹងចាញ់ឈ្នះសត្វស្លាបលេខាមិនហ៊ានសំបីតែព្រិចភ្នែកសម្លឹងមើលគូប្រកួតមិនដាក់ភ្នែកព្រោះខ្លាចអាហាហើបញ្ចេញពឹសដាក់ខ្លួនរឿងពឹសនេះវានៅតែមានការភ័យខ្លាចខ្លះដែរថ្ងៃនេះគោលបំណងរបស់ភាគីទាំងពីរគឺច្បាស់ណាស់គឺចង់ឲ្យម្ខាងទៀតទៅជួបដូនតាចំពោះរបស់សត្វស្លាបលេខាស្រួចខ្លាំងណាស់ដូចជាមជុលចាក់អញ្ចឹងវាអាចចាក់ចំចំណុចសំខាន់បានយ៉ាងច្បាស់អាហាហើកិច្ចខ្លួនយ៉ាងលឿនដើម្បីជៀសពីមជុលចាក់នោះក្បាលរបស់វាកិច្ចផុតពីការវាយប្រហារដ៏ខ្លាំងក្លាអាហាហើគឺជាកំពូលអ្នកផលិតពឹសបើពឹសរបស់វាអាចចាក់ចូលបានសត្វស្លាបលេខានឹងមិនអាចទប់ទល់បានឡើយទោះបីជាវាមានភាពស៊ាំនឹងពឹសខ្លះក៏ដោយប៉ុន្តែបើពឹសច្រើនចូលក្នុងឈាមវានៅតែអាចងាប់បានអាហាហើចាប់ផ្ដើមបាត់បង់ចង្វាក់ប៉ុន្តែពពាររបស់វានៅតែបើកចំហសត្វស្លាបលេខានៅតែបន្តប្រើជើងទាត់ក្បាលរបស់វារួចថយក្រោយវិញយ៉ាងលឿនការទាត់ដ៏មានកម្លាំងមួយជើងបានចំគោលដៅយ៉ាងច្បាស់អាហាហើហាក់ដូចជាលែងសូវហើហើយព្រោះប្រតិកម្មមិនទាន់គេសោះសត្វស្លាបលេខាមិនត្រឹមតែទាត់វាទេគឺកំពុងតែដេញទាត់វាតែម្ដងការប្រកួតកាន់តែសាហាវទៅហើយតើនរណានឹងក្លាយជាអ្នកខ្លាំងពិតប្រាកដយើងបន្តមើលទៅទៀតក្បាលដ៏ខ្ពង់ខ្ពស់របស់អាហាហើទើបតែងើបឡើងក៏ត្រូវគេសង្កត់ទៅលើដីវិញបាត់ទោះបីជាចង្វាក់ភ្លេង DJ ឡើងដល់ចំណុចកំពូលប៉ុន្តែអាហាហើលែងចង់រំទៅការរេក្បាលរបស់វាមានភាពយឺតយ៉ាវខ្លាំងណាស់លែងដូចជាព្រះអង្គម្ចាស់រេក្បាលកាលពីមុនទៀតហើយការទាត់ដ៏ខ្លាំងមួយជើងទៀតបានចំក្បាលអាហាហើពេញទំហឹងអាហាហើតែងតែចង់ប្រើរាងកាយដ៏វែងរបស់វាដើម្បីរុំព័ទ្ធសត្វស្លាបលេខាលើកនេះវាធ្វើបានសម្រេចមែនប៉ុន្តែសត្វស្លាបលេខាប្រើជើងម្ខាងទៀតធាក់យ៉ាងខ្លាំងដើម្បីរើបម្រាស់ពេលនេះអាហាហើមិនត្រឹមតែចង់ខំទេវាកំពុងព្យាយាមបំបែកតុល្យភាពដើម្បីទាញសត្វស្លាបលេខាឲ្យធ្លាក់ចូលក្នុងតំបន់គ្រោះថ្នាក់សត្វស្លាបលេខាប្រើការគ្រប់គ្រងតុល្យភាពដើម្បីប្រឆាំងនឹងកម្លាំងទាញជើងម្ខាងទប់ជើងម្ខាងទៀតដើម្បីធានាថាមិនដួលក្បាលរបស់សត្វស្លាបលេខានៅឆ្ងាយពីតំបន់វាយប្រហាររងចាំឱកាសវាយបកចុងក្រោយនៅក្នុងការប្រកួតនេះគឺវាស់គ្នាលើភាពច្បាស់លាស់កំហុសបន្តិចបន្តួចអាចធ្វើឲ្យខ្លួនឯងទៅជួបដូនតាបាននៅពេលដែលអ្នកទាំងពីរច្បាស់ដូចគ្នាគឺវាស់គ្នាថាអ្នកណាខ្លាំងជាងពេលនេះស្ថានភាពបានប្រែក្រឡាប់ចាក់សត្វស្លាបលេខាបានខំក្បាលអាហាហើជាប់ហើយសត្វស្លាបលេខាខំអាហាហើជាប់ក្នុងមាត់រួចទាញឡើងលើឲ្យត្រង់ខ្លួនបន្ទាប់មកវាកវីយ៉ាងខ្លាំងធ្វើឲ្យអាហាហើបាត់បង់សមត្ថភាពតតាំងទាំងស្រុងការម៉ាស្សាបែបធ្វើឲ្យអតិថិជនម្នាក់នេះទន់ឆ្អឹងអស់ហើយពេលនេះគាត់បានសម្រាកយ៉ាងស្ងប់ស្ងាត់
ការកវីបោកចុះឡើងជាច្រើនដងធ្វើឲ្យអាហារហឺលែងកម្រើកបានទៀតហើយលទ្ធផលនៃការប្រកួតលើកនេះបានដឹងហើយសត្វស្លាបលេខាជាអ្នកឈ្នះអាហារហឺជាអ្នកចាញ់កម្លាំងរបស់កងទ័ពអាកាសពិតជាមិនអាចមើលងាយបានមែនអាហារហឺបានឡើងយន្តហោះហើយសត្វស្លាបលេខាបាននាំយកចំណីដ៏ធ្ងន់នេះហោះទៅលើមេឃមើលដល់ចប់ហើយតើអ្នកដឹងទេថាហេតុអ្វីបានជាសត្វស្លាបលេខាត្រូវកវីអាហារហឺអញ្ចឹងសូមបញ្ចេញមតិរបស់អ្នកខាងក្រោមកុំភ្លេចចុច like និង follow ផងអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ